ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំចន្ទថាមានបទពិសោធន៍20ឆ្នាំក្នុងការពិនិត្យជាបាលថែទាំសុខភាពសរសៃប្រសាទនិងខួរក្បាលជាមួយគ្នានេះខ្ញុំក៏បានចូលរួមដោយផ្ទាល់ក្នុងការស្រាវជ្រាវនិងផលិតផលអាហារូបត្ថម្ភជាពិសេសប្រភេទទឹកដោះគោឯកទេសសម្រាប់អ្នកដែលមានការចងចាំខ្សោយនិងគេងមិនលក់ញឹកញាប់ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលនិយាយថាខ្ញុំបានជួយអ្នកជំងឺរាប់លានអ្នកដែលមានបញ្ហាខួរក្បាលនៅកម្ពុជាឲ្យមានជីវិតរស់នៅនិងសប្បាយរីករាយនិងមានសុខភាពល្អឡើងវិញស្ថានភាពបច្ចុប្បន្នក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះចំនួនអ្នកជំងឺគេងមិនលក់និងខ្សោយការចងចាំមានការកើនឡើងយ៉ាងឆាប់រហ័សជាមួយនឹងផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជាផលវិបាកនៃការដាច់សរសៃឈាមខួរក្បាលប្រកាំងការបាត់បង់ការចងចាំជាដើមការគេងមិនលក់និងការខ្សោយការចងចាំគឺជាជំងឺល្បីខ្លាំងបំផុតនៅបណ្ដាប្រទេសអាស៊ីរួមទាំងប្រទេសកម្ពុជាផងដែរជាពិសេសកើតមានឡើងចំពោះមនុស្សវ័យកណ្ដាលនិងមនុស្សចាស់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរួមជាមួយនឹងទម្លាប់នៃការរស់នៅដែលមិនមានសុខភាពល្អបានធ្វើឲ្យអត្រានៃការគេងមិនលក់និងការខ្សោយការចងចាំនៅកម្ពុជាកើនឡើងយ៉ាងខ្លាំងចំនួននេះកំពុងបន្តកើនឡើងក្នុងអត្រាលឿនបំផុតប្រសិនបើមិនមានដំណោះស្រាយទាន់ពេលវេលានោះទេការគេងមិនលក់ការខ្សោយការចងចាំមានហានិភ័យក្នុងការក្លាយជាជំងឺនៃការព្រួយបារម្ភឈានមុខគេក្នុងប្រទេសនេះអ្នកជំងឺជាច្រើនមករកខ្ញុំដើម្បីទទួលបានដំបូន្មានអំពីការគេងមិនលក់និងការចងចាំខ្សោយពួកគេសុទ្ធតែមានស្ថានភាពទូទៅនៃការពិបាកគេងមិនលក់ឧស្សាហ៍ភ្ញាក់នៅពេលយប់មិនអាចត្រឡប់មកគេងធម្មតាវិញឈឺក្បាលញឹកញាប់និងបាត់បង់ការចងចាំការបាត់បង់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍តាមរយៈការពិនិត្យមូលហេតុនៃការគេងមិនលក់និងការបាត់បង់ការចងចាំគឺវាស្មុគស្មាញខ្លាំងណាស់ប៉ុន្តែភាគច្រើនវាកើតឡើងដោយសារតែការរស់នៅមិនមានសុខភាពល្អការផ្លាស់ប្ដូរកាលវិភាគនៃការគេងញឹកញាប់ការប៉ះពាល់នឹងពន្លឺអេក្រង់ទូរស័ព្ទនិងឧបករណ៍អេឡិចត្រូនិកដោយសារការប្រើប្រាស់រយៈពេលយូរនិងកង្វះការធ្វើលំហាត់ប្រាណនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះការគេងមិនលក់និងការខ្សោយការចងចាំអាចប៉ះពាល់ដល់គ្រប់វ័យឬគ្រប់ភេទអាស្រ័យលើបរិយាកាសនៃការរស់នៅនិងរបៀបរស់នៅដែលមិនត្រឹមត្រូវតាមលក្ខណៈវិទ្យាសាស្ត្រវាជាជំងឺទូទៅប៉ុន្តែប្រសិនបើមិនបានព្យាបាលឲ្យបានត្រឹមត្រូវអ្នកជំងឺអាចជួបប្រទះផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជាការកើនឡើងហានិភ័យនៃជំងឺសរសៃឈាមបេះដូងចង្វាក់បេះដូងលោតមិនទៀងទាត់ការថយចុះភាពស៊ាំនិងប្រព័ន្ធភាពស៊ាំជំងឺផ្លូវចិត្តនិងការកើនឡើងហានិភ័យនៃជំងឺបេះដូងរីកនិងជំងឺទឹកនោមផ្អែមបង្កើតហានិភ័យជំងឺភ្លេចភ្លាំងនិងជំងឺវង្វេងដើម្បីជំនួយការព្យាបាលការគេងមិនលក់និងការខ្សោយការចងចាំអ្នកជំងឺត្រូវអនុវត្តតាមរបៀបដូចខាងក្រោមប្រើថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតរបស់អ្នកកែសម្រួលរបបអាហាររបស់អ្នកឲ្យបានត្រឹមត្រូវនិងតាមបែបវិទ្យាសាស្ត្របង្កើនការហាត់ប្រាណនិងលេងកីឡាកាត់បន្ថយពេលវេលាប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកអនុវត្តតាមកាលវិភាគគេងធម្មតាទោះជាយ៉ាងណាក៏ដោយសប្តាហ៍ថ្ងៃនេះជាមួយនឹងការអភិវឌ្ឍនៃជីវិតបែបទំនើបភាពមមាញឹកការកាត់បន្ថយនៃការតមអាហារច្រើនពេកស្វែងយល់ពីកង្វល់របស់អ្នកជំងឺអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការស្រាវជ្រាវដើម្បីបង្កើតផលិតផលដែលឆ្លើយតបទៅនឹងបញ្ហាទាំងអស់ខាងលើនិងដោះស្រាយផលវិបាកទាំងស្រុងគាំទ្រការគ្រប់គ្រងការគេងនិងបង្កើនការចងចាំយ៉ាងមានប្រសិទ្ធភាពនិងជាពិសេសនិយាយថាទេចំពោះការតមអាហារនេះគឺជា Brand Sugol ជាផលិតផលពិសេសសម្រាប់អ្នកខ្សោយការចងចាំនិងគេងមិនលក់ជាពិសេស Brand Sugol មានគ្រឿងផ្សំកម្រនិងមានតម្លៃថ្លៃបំផុតត្រូវបានគេស្គាល់ជាពេជ្រក្នុងឱសថល្អដូចជា Jingo បារាំង Saffron អាស៊ីខាងលិចនិង Ginseng ក្រហមកូរ៉េពួកវាជួយជំនួយខួរក្បាលបង្កើនការចងចាំជំនួយការគិតការពារជំងឺភ្លេចភ្លាំងនិងកាត់បន្ថយ stressសម្រួលដំណេកសម្រួលចរន្តឈាមខួរក្បាលជួយឲ្យគេងលក់ស្រួលកាន់តែប្រសើរគេងកាន់តែលក់ជាពិសេសដើម្បីការពារហានិភ័យអតិបរមាផលវិបាកនៃជំងឺ Brand Sugol អាចប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យនិងគ្រប់របបអាហារសូម្បីតែអ្នកជំងឺទឹកនោមផ្អែមឬបញ្ហាឆ្អឹង
និងបញ្ហាសន្លាក់ក៏អាចប្រើវាបានដែរអ្នកណាដែលមានបញ្ហាដំណេកខ្សោយការចងចាំឬប្រសិនបើអ្នកត្រូវការថាមពលបន្ថែមវីតាមីនសារធាតុរ៉ែឬរាងកាយរបស់អ្នកខ្វះសារធាតុចិញ្ចឹមអ្នកអាចប្រើវាបានយ៉ាងមានប្រសិទ្ធភាពអាចប្រើជំនួសអាហារសម្រន់ឬក្រោយអាហារនៅលើទីផ្សារសប្តាហ៍ថ្ងៃនេះមានផលិតផលទឹកដោះគោដែលមានជីវជាតិបំពន់ជាច្រើនដែលប្រើជាពិសេសដើម្បីព្យាបាលអ្នកដែលគេងមិនលក់និងបាត់បង់ការចងចាំប៉ុន្តែគ្មានផលិតផលណាមួយបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នោះទេមានផលិតផលប្រើប្រាស់សម្រាប់ការគេងមលក់មិនមានឥទ្ធិពលពង្រឹងការចងចាំឬផ្ដល់អាហារូបត្ថម្ភចាំបាច់ហើយក៏មានផលិតផលដែលផ្ដល់អាហារូបត្ថម្ភប៉ុន្តែមានសារធាតុចិញ្ចឹមមិនល្អច្រើនងាយបង្កបញ្ហាដល់ការគេងនិងបាត់បង់ការចងចាំសម្រាប់ Brand Sugol វាធានាបាននូវកត្តាទាំង3ទី1គឺជួយឲ្យមានតុល្យភាពនៃការគេងទី2គឺជួយពង្រឹងការចងចាំរបស់ខួរក្បាលទី3គឺផ្ដល់សារធាតុចិញ្ចឹមនិងវីតាមីនសំខាន់ៗដើម្បីជួយបង្កើនភាពធន់របស់រាងកាយជាងនេះទៅទៀតទឹកដោះគោដែលមានគុណភាពខ្ពស់ពិសេសគឺស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យនិងសូម្បីតែអ្នកដែលមានជំងឺដូចជាទឹកនោមផ្អែមលើសឈាមឬបញ្ហាឆ្អឹងនិងសន្លាក់ព្រោះនេះជាទឹកដោះគោសុទ្ធ 100%នាំចូលពីសហរដ្ឋអាមេរិកនិងជាផលិតផលតែមួយគត់ដែលនាំចូលពីសហរដ្ឋអាមេរិកសម្រាប់អ្នកជំងឺគេងមិនលក់និងបាត់បង់ការចងចាំនៅអាស៊ីលើពីនេះទឹកដោះគោ Brand Sugo ត្រូវបានផលិតឡើងតាមបន្ទាត់បច្ចេកវិទ្យាទំនើបដែលធានាបាននូវសុវត្ថិភាពនិងគុណភាពល្អបំផុតមុនពេលដែលវាទៅដល់ដៃអ្នកប្រើប្រាស់ផលិតផលនេះត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាលនិង FDA សហរដ្ឋអាមេរិកជាដំណោះស្រាយអាហារូបត្ថម្ភដែលមានសុវត្ថិភាពនាំមកគេសម្រាប់អ្នកដែលមានការគេងមិនលក់និងខ្សោយការចងចាំបន្ទាប់ពីបានប្រឹក្សានិងព្យាបាលអ្នកជំងឺដែលគេងមិនលក់និងបាត់បង់ការចងចាំអស់រយៈពេលយូរដោយប្រើទឹកដោះគោ Brand Sugol ខ្ញុំមានសេចក្តីសោមនស្សរីករាយនិងរីករាយក្នុងការស្ដាប់មតិរបស់អ្នកជំងឺអំពីប្រសិទ្ធភាពជាក់ស្ដែងស្ថានភាពសុខភាពរបស់ពួកគាត់មានការប្រសើរឡើងគួរឲ្យកត់សម្គាល់ការគេងមិនលក់ការចងចាំខ្សោយបាត់បង់ការផ្ដោតអារម្មណ៍ stress និងភាពតានតឹងត្រូវបានកាត់បន្ថយទាំងស្រុងបន្ទាប់ពីប្រើបានតែមួយខែនៅពេលប្រើប្រាស់ Brand Sugol ពី1ទៅ2កែវជាប្រចាំក្នុងមួយថ្ងៃអ្នកជំងឺមិនត្រឹមតែបំពេញបន្ថែមសារធាតុចិញ្ចឹមសំខាន់ៗប៉ុណ្ណោះទេលើសពីនេះការចងចាំកាន់តែប្រសើរឡើងនិងកាន់តែច្បាស់ផងដែរ Brand Sugol បានជួយប្រជាជនកម្ពុជារាប់លាននាក់រស់នៅប្រកបដោយសុភមង្គលរស់នៅប្រកបដោយសុខភាពល្អលែងពឹងផ្អែកលើថ្នាំបារាំងឬត្រូវការជំនួយពីគ្រួសារនិងសាច់ញាតិអ្នកជំងឺដែលចង់កម្មង់ទឹកដោះគោ Brand Sugol គ្រាន់តែទុកអាសយដ្ឋាននិងលេខទូរស័ព្ទឬហៅទូរស័ព្ទទៅ hotline ដែលដាក់នៅលើអេក្រង់ហើយអ្នកឯកទេសនឹងទូរស័ព្ទទៅលោកអ្នកវិញនឹងណែនាំអំពីការគាំទ្រព្យាបាលដែលសមស្របនឹងស្ថានភាពនិងអាយុរបស់អតិថិជនខុសៗគ្នាសូមជូនពរឲ្យលោកអ្នកនិងមិត្តភ័ក្តិរបស់អ្នកមានសុខភាពល្អជានិច្ចហើយត្រឡប់ទៅរកជីវិតដ៏រីករាយនិងមានសុខភាពល្អឡើងវិញដោយជោគជ័យនៅពេលប្រើ Brand Sugol ទឹកដោះគោឯកទេសសម្រាប់អ្នកគេងមិនលក់និងខ្សោយការចងចាំនាងខ្ញុំសូមជម្រាបលា